អ្នកទាំងអស់គ្នាឃើញវីដេអូនេះហើយមានអារម្មណ៍មិនដែរមិនមែននៅ New Zealand ណាបងប្អូនគឺនៅទឹកដីកម្ពុជាយើងហ្នឹងស្រុកខ្មែរយើងហ្នឹងនិយាយវាថាទេសភាពស្អាតដូចផ្ទាំងគំនូរចឹងបងប្អូនហើយទស្សនភាពស្អាតបែបនេះមិនមែននៅឆ្ងាយពីក្រុងភ្នំពេញអីណាតែ120គីឡូជាងគឺយើងបានមកដល់កន្លែងនេះហ่ะសម្រាប់បងប្អូនអាសាធ្វើដំណើរតាមផ្លូវជាតិលេខ4ចំពេលមេឃភ្លៀងអីខ្ញុំជឿថានឹងឃើញទឹកធ្លាក់នេះពីចម្ងាយហ្មងព្រោះទឹកធ្លាក់នេះដែរមានឈ្មោះថាអូកូគីគឺយើងជិះហួសលោកយាយម៉ៅពេជ្រនិលតែមិនតិចនឹងទៅដល់ហើយបងប្អូនដំណើរកំសាន្តថ្ងៃនេះដែរគឺខ្ញុំធ្វើដំណើរចេញពីកពតទៅបងប្អូនគឺចេញពីស្រុកជុំគ្រីទៅហើយផ្លូវនេះគេហៅផ្លូវតាកែនកោះស្លានៅស្រុកឈូកហើយនិយាយពីទស្សនភាពទៅតាមផ្លូវបងប្អូនហើយគឺពិតជាស្អាតមែនតែនទាំងយើងទាំងគេនេះឲ្យតែមកឃើញបរិយាកាសបែបនេះបើមិនឈប់សិតថតសិនទៀតមិនបាននៅឃើញឡាននៅមុខសិតតែឡានឈប់ថតរូបបងប្អូនផ្លូវនេះគេទៅធ្វើហើយនិយាយពីថាទេសភាពគឺស្រស់ស្រាយមែនតែនត្រូវមេឃភ្លៀងហើយឥឡូវមាន layer ភ្នំពពកអាប់នៅជុំវិញ fresh មែនតែននេះគឺយើងបុកទៅថៃទីយើងបងប្អូនតាម317យើងឡើងមុខគិរីរំហើយចេញពីផ្លូវឡើងគិរីរំហ្នឹងតែ21គីឡូហ្នឹងមកដល់ទឹកធ្លាក់នេះហើយផ្លូវអីងាយស្រួលបងប្អូនយើងបត់ពីផ្លូវជាតិលេខ4ទៅប្រហែលជាចូល2គីឡូបងប្អូននឹងមកដល់កន្លែងនេះហើយពេលយើងចូលមកដល់គេមានបារ៉ាស់មួយយើងត្រូវបង់ថ្លៃម៉ូតូម្នាក់2000អញ្ចឹងមើលពីចម្ងាយទៅឃើញស្អាតជិះមកដល់គៀកទៅគឺរឹតតែស្អាតមកដល់មេឃទឹមតែភ្លៀងហើយអាលឹមតិចអាប់ពពកអីហោះចុះឡងទស្សនភាពមួយនេះគឺពិតជាស្រស់ស្អាតមែនទែនបងប្អូនបើអ្នកចូលចិត្តដើរលេងបែបព្រៃភ្នំទឹកធ្លាក់អីមកគឺដឹងតែឲ្យបន្ទុក10លើ10តែម្ដងសម្រាប់អ្នកដើរលេងដូចពួកខ្ញុំអីបានទេសភាពស្អាតចេះថតបាច់បាយបាច់ទឹកក៏បានដែរបងប្អូនក្រោយពីថតរួចយើងក៏បន្តដំណើរឡើងទៅកន្លែងទឹកធ្លាក់បងប្អូនចំពោះផ្លូវកន្លែងនេះអីបើសិនជាឡានទៀបឬក៏ម៉ូតូទៀបអីនៅពេលដែលទឹកបុកមកខ្លាំងគឺពិបាកព្រោះកន្លែងនេះកាលណាដែលទឹកបុកមកពីលើខ្លាំងកន្លែងហ្នឹងគឺទឹកឡើងខ្លាំងហើយយើងបានមកដល់ផ្នែកខាងលើហើយយើងអត់អាចជិះម៉ូតូទៅដល់លើកន្លែងទឹកធ្លាក់ហ្មងណាព្រោះកន្លែងហ្នឹងចោតខ្លាំងណាហើយខ្ញុំមកដល់ឃើញមានអូនស្រីនេះគាត់មកគាត់សួរយើងចង់បានគាត់ជូនទៅអត់ឬក៏ថតរូបថតអីឲ្យអញ្ចឹងហើយគាត់ថាឲ្យបានឲ្យទៅហើយអ្នកនរគ្នាមកលេងកុំភ្លេចបើសិនបានជួបក្មេងៗអញ្ចឹងអីហៅគាត់ទៅឲ្យគាត់ជួយថតរូបថតវីដេអូឲ្យអញ្ចឹងហើយឲ្យលុយគាត់ចាយតិចតួចសម្រាប់រៀនសូត្រអីចឹងឥឡូវនេះគឺយើងបានមកដល់ផ្នែកខាងលើហើយនិយាយពីថាបរិយាកាសគឺ10លើ10ខ្ញុំឲ្យគ្មានបាត់មួយបន្ទូលបងប្អូនគឺមានអារម្មណ៍ថាស្រស់ស្រាយហ្មងនៅនេះមិនមែនតែ view ទឹកធ្លាក់360ដឺក្រេជុំវិញហ្នឹងពេលមេឃភ្លៀងជិះចុះអាប់មកនិយាយពីតិចភ្នែកតិចចិត្តហ្មងទឹកធ្លាក់នេះយើងមើលពីចម្ងាយមើលទៅរៀងតូចឯប៉ុន្តែនៅពេលដែលយើងមកដល់ម៉ែអើយប្រព័ន្ធណៃធំខ្លាំងហើយត្រូវចំមេឃភ្លៀងទឹមភ្លៀងហើយជិះកំពុងតែលឹមទឹកបុកមកពីលើឆាចឡើងធំហ្មងមើលទៅគឺពិតជាស្អាតអស្ចារ្យមែនតើអ្វីដែលខ្ញុំស្ដាយជាងគេមកអត់បានផុសដ្រូនបងប្អូននិយាយពីថាបើបានប្លង់ដ្រូនពីលើទៀតមិនដឹងជាស្អាតយ៉ាងណាទៅទេព្រោះមេឃអាលឹមជាប់រហូតហ្មងប្រហត់កើតចំពោះវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរបងប្អូនបើបានជិះកាត់ផ្លូវជាតិលេខ4អីចូលលេងតែមួយផ្លែតក៏បានដែរព្រោះផ្លូវអីស្រួលហើយបត់ទៅចិត្តទៀតជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយបរិយាកាសបែបនេះ breakfast ក្នុងអាប់ផឹកកាហ្វេក្នុងពពកខ្ញុំក៏ជឿដែរថាអ្នកទាំងអស់គ្នាក៏ចូលចិត្តបរិយាកាសបែបនេះដូចខ្ញុំដែរដែលបរិយាកាសមួយនេះគឺមិនឆ្ងាយពីទីក្រុងភ្នំពេញប្រហែលនោះទេគឺយើងធ្វើដំណើរតែ2ម៉ោងជាងគឺយើងបានមកដល់កន្លែងនេះហើយហើយបរិយាកាសទាំងអស់នេះគឺមាននៅឧទ្យានជាតិគិរីរម្យកុំឲ្យខាត់ពេលយូរតោះយើងទៅទស្សនាវីដេអូពេញទាំងអស់គ្នាសួស្តីអ្នកទាំងអស់គ្នាជួបគ្នាជាមួយវីដេអូថ្មីទៀតហើយផ្លូវធ្វើដំណើរគឺខ្ញុំអត់និយាយច្រើនទេព្រោះវីដេអូនេះគឺខ្ញុំតពីទឹកធ្លាក់អូកូគីគឺយើងចេញពីទឹកធ្លាក់ហ្នឹងទៅគឺយើងឡើងទៅគិរីរម្យអញ្ចឹងអ្នកណាខ្លះដូចខ្ញុំឲ្យតែរដូវវស្សាធ្លាក់ភ្លៀងមេឃត្រជាក់ជិះគឺនឹកតែតំបន់ព្រៃភ្នំតំបន់ទឹកធ្លាក់ឯងអាកាសធាតុបែបនេះគឺនៅគិរីរម្យគឺពិតជាស្រស់ស្រាយមែនទែនបងប្អូននិយាយពីថាជិះម៉ូតូជួបទេសភាពចេះដើមឈើត្រង់ស្អាតដូចនៅគិរីរម្យនេះគឺថតរូបអត់ចេះចិនណាយបងប្អូនរាប់ពាន់ប៉ុស្តិ៍បើថាវីដេអូវិញចង់កាំងទូរស័ព្ទហើយគិរីរម្យនេះគឺខ្ញុំខានមកយូរមែនតើបងប្អូនប្រហែលជាចូលចង់2ឆ្នាំណាហើយឥឡូវនេះគឺមានអារម្មណ៍ថាគឺអាប់ដេតច្រើនមែនតើភ្ញៀវទេសចរមកឡើងពេញស្ទះផ្លូវដោយហែកឋិនអញ្ចឹង
ហើយខ្ញុំបានមកដល់ resort ហើយយប់នេះដែរគឺយើងគេងនៅ Romdul Resort បងប្អូនដោយសារយើងមកយ៉ាងរសៀលដែរហើយយើងក៏រកកន្លែង check in គេងអញ្ចឹងណា Romdul Resort នេះគឺពិតជាធំមែនតើនៅពេលដែលយើងមកដល់យើង check in មានកន្លែងអង្គុយ welcome dream ហើយក៏គាត់មានពពួកលម៉កឡានអគ្គិសនីជូនយើងទៅតាមបន្ទប់បងប្អូនយកអីវ៉ាន់មកច្រើនមិនបាច់ភ័យទេគឺគាត់ជូនទៅដល់បន្ទប់តែម្ដងហើយនេះគឺជាបន្ទប់ដែលខ្ញុំស្នាក់នៅយប់ហ្នឹងបងប្អូនបន្ទប់ក្រែ2ចូលមកគឺ clean ស្រស់ស្អាតមែនតើការដេកការរៀបចំអីជាពិសេសគឺយើងដេកមើលមេឃមើលផ្កាយទេបងប្អូនចំណែកឯបន្ទប់ទឹកវិញគឺបែប outdoor ងូតទឹកមើលព្រៃមើលដើមស្រល់មើលអីចឹងយូមចូលមកការដេកអីបែបធម្មជាតិហើយតិចស្រេបតែម្ដងនេះគឺជាទស្សនវិជ្ជាពេលយប់គឺពិតជាតិចមែនតើបងប្អូនមកអង្គុយជុំគ្នាអាំងភ្លើងមេឃចាស់ជីអីអែមែនតើបងប្អូនហើយនៅលើនេះខ្ញុំអាចនិយាយបានថា full option បារហើយនៅលើនេះអីក៏មានដែរ mat restaurant អីគឺមានមកចប់តែម្ដងបើថាអ្នកទាំងអស់គ្នាអត់ចង់គេង resort អីយើងចង់បោះតង់បោះអីហ្នឹងក៏បានដែរនៅនេះគឺពិតជាធំមែនតើព្រោះមិនតែមាន resort រំដួលហ្នឹងទេមានលំហែមានលំហើយមានឧឈានបោះតង់គឺនៅជាប់គ្នាហ្នឹងគ្រាន់តែវាយើងឆ្ងាយពីគ្នាដែរយើងដើរទៅហើយក៏មានកន្លែងញ៉ាំសាច់អាំងសាច់គោឡើងភ្នំនិយាយទៅមានបារមានអីអាងហែទឹកគឺ full option តែម្ដងក្រោយពីដើរលេងថតរូបថតអីរួចយើងក៏មកកន្លែងបន្ទប់យើងញ៉ាំអីបងប្អូននេះយើងកំងសាច់អាំងជាឈុតមកគាត់មានបុគ្គលិកគាត់រៀបចំឲ្យយើងអញ្ចឹងហើយបរិយាកាសជាក់ជាបងប្អូនញ៉ាំសាច់អាំងហុយហត់ស៊ុបក្តៅអីជាតិមែនតើបងប្អូនហើយនេះបរិយាកាសនៅក្នុងរំដួល resort នេះពេលព្រឹកបងប្អូនបើកភ្នែកមកមានអាប់មានរលឹមតិចខ្យល់បោះមកតិចពិតជាស្រស់ស្រាយមែនតើបងប្អូនយូរយើងបានលំហែកាយម្ដងមកជួបទស្សនវិជ្ជាបែបនេះមានអារម្មណ៍ថាស្រស់ស្រាយអស់ទុក្ខកង្វល់ហ្មងសម្រាប់អ្នកចូលចិត្តបរិយាកាសបែបតិចចុះអាប់អីមកគិរីរោមនេះគឺមិនខកបំណងទេដឹងតាពេញចិត្ត 100% បណ្ដោយសម្រាប់ការស្នាក់នៅ resort នេះដែរព្រឹកឡើងគេមាន including ជាមួយនឹង breakfast បងប្អូនចំពោះ breakfast អីគឺមានច្រើនមែនតើមានតាំងពីនំប៉័ងកាទៀវអ្នកសល់ហាយពីយប់អីមកហត់កាទៀវបបរសក្តៅអីជាតិហ្មងសំខាន់បងប្អូន restaurant ដែលយើងអង្គុយញ៉ាំអីហ្នឹងគឺដូចយើងញ៉ាំអីនៅក្នុងអាប់នៅក្នុងពពកអញ្ចឹងនិយាយពីថាបរិយាកាសអាប់អីបក់មកភីលងងឹតឈឹងមើលគ្នាអត់ចង់ឃើញអារម្មណ៍មួយនេះគឺពិតជាស្រស់ស្រាយមែនតើអាហារពេលព្រឹករួចយើងក៏ទៅកន្លែងកាហ្វេបងប្អូននិយាយពីកន្លែងកាហ្វេនេះវិញដូចយើងអង្គុយផឹកកាហ្វេក្នុងពពកនិយាយពីលងឹតឈឹងមើលគ្នាអត់ចង់ឃើញហ្មងនៅចិត្តគ្នាបកើយកាហ្វេគេធ្វើលយទៅខាងជ្រុះអញ្ចឹងហើយពពកអាប់អីគឺមានរហូតហ្មងវិលជុំញ៉ាំកាហ្វេញ៉ាំអីរួចយើងបន្តដំណើរទៅខាងលំហើយបងប្អូននិយាយពីកន្លែងហ្នឹងសម្បូរប្លង់ថតរូបមែនតើដូចប្លង់នេះអីខ្ញុំស្រឡាញ់ប្លង់ហ្នឹងជាងគេមានដើមឈើត្រង់ហើយចុកអាប់ហើយមានផ្ទះជាជួរអញ្ចឹងយីរួមថតទៅគឺមួយប្លង់ណាក៏ស្អាតដែរបងប្អូនទៅកុំភ្លេចធៀមក៏អាវធៀមរ៉ូបមានសង្សារឈូតអីពាក់រ៉ូបឈូតអីថតអែហ្មងសម្រាប់បងប្អូនចូលចិត្ត vibe បែបធម្មជាតិចុះអាប់ព្រៃឈើអញ្ចឹងគឺចិត្តទីក្រុងភ្នំពេញជាងគេខ្ញុំគិតថាគិរីរម្យនេះហើយមានដំណើរកម្សាន្តចុងសប្តាហ៍ត្រឹមសៅរ៍អាទិត្យអីកុំភ្លេចគិរីរម្យចិត្តមែនតើជិះតែ2ម៉ោងគឺមកដល់ហើយវីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ហើយដែរជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ